Bàជំរាបសួរសួស្តីដល់ពុកម៉ែបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់ LASN Online Shop បាទចឹងថ្ងៃនេះគឺជា day 3គឺជាថ្ងៃទី3របស់បាទ admin ដែលធ្វើការ live Facebook page បាទនៅក្នុង Facebook page ផ្លូវការរបស់ admin ដែលមានឈ្មោះថា LASN Online Shop បាទអញ្ចឹងអរគុណដល់ពុកម៉ែបងប្អូនទាំងគ្នាដែលបានចូលមើលនៅក្នុងការ live ក៏ដូចជាធ្វើការ live stream មួយនេះផងដែរមុនហ្នឹងខ្ញុំបើក live ម្ដងហើយក៏ប៉ុន្តែដោយសារតែinternet connection វា slow អញ្ចឹងទៅខ្ញុំត្រូវការ live ម្ដងទៀតដើម្បីឲ្យវាដើរ smooth ជាងហ្នឹងនៅភាសាវា slow connection ពុកម៉ែបងប្អូនទាំងគ្នាខ្ញុំមិនដឹងថាមូលហេតុអីដែរដោយសារតែស្មើនេះគេប្រើ Wi-Fi ច្រើនណាដោយសារយើងប្រើ Wi-Fi រួមបាទនៅកន្លែងបន្ទប់ជួល admin ហ្នឹងគេប្រើប្រាស់ Wi-Fi រួមអញ្ចឹងណាតែពីយើងបង់តម្លៃពេញដូចគ្នាចែកគ្នាយើង share គ្នាបងម្នាក់ទីប្រចាំខែអញ្ចឹងណាពុកម៉ែបងប្អូនទាំងគ្នាបាទអញ្ចឹងទៅវារៀង slow connection ដោយសារពេលយប់ជាងគេតនេពីធ្វើការតនេពីរៀនអញ្ចឹងទៅគេមកដល់ផ្ទះដល់បន្ទប់អីទៅវាគេប្រើដែរយើងក៏ប្រើដែរអញ្ចឹងវា slow connection បាទតែអីអត់ជាបញ្ហាឧបសគ្គអីសម្រាប់ admin ទេ admin នៅតែជំនះបញ្ហាឧបសគ្គដើម្បីធ្វើការ live ម្ដងទៀតដើម្បីធ្វើតាមការសន្យាខ្លួនឯងពួកអីមុននឹង live ហ្នឹងខ្ញុំបានផុសនៅលើ social media ខ្ញុំមានថាថ្ងៃហ្នឹងខ្ញុំនឹង live ម៉ោង8កន្លះនៅលើ Facebook page ផ្លូវការរបស់ខ្ញុំ LASN Online Shop ហ្នឹងបាទនៅវេលាម៉ោង8កន្លះតែដោយសារតែមុនហ្នឹងខ្ញុំlive មុនម៉ោងប្រហែលជា2-3នាទីតែដោយសារវា slow connection slow Wi-Fi ទៅខ្ញុំក៏ចុចបិទ live ហ្នឹងហើយខ្ញុំចាប់ដើម live ភាសាទៀតអញ្ចឹងណាពុកម៉ែបងប្អូនទាំងគ្នាបាទអញ្ចឹងទៅក៏វា late ដូចជាប្រហែលនាទីមិន 3-4 នាទីដែរដូចជាម៉ោង8:32-33 នាទីហ្នឹងមិញបាទអញ្ចឹងជាដំបូងខ្ញុំសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលមកគ្រប់គ្រងមើល take time ចំណាយពេលវេលាក្នុងការស្ដាប់ក៏ដូចជាចំណាយពេលវេលាក្នុងការមើលវីដេអូ live របស់ខ្ញុំដែលខ្ញុំពេលខ្ញុំ live ចប់ខ្ញុំនឹង save វីដេអូនេះទុកដើម្បីធ្វើការផុសនៅលើ account social media របស់ខ្ញុំមានដូចជាaccount Facebook personal របស់ខ្ញុំហើយនិង account TikTok ហើយនិងក៏ដូចជា IG ហើយនិង group Telegram ផងដែរដើម្បីកុំឲ្យវាហួស30ថ្ងៃអញ្ចឹងណាហួស30ថ្ងៃអញ្ចឹងគឺក្រុមហ៊ុន Facebook គេនឹងលុបចោលហើយបាទនេះគឺជាគោលការណ៍ policy របស់គេអញ្ចឹងតើអាប់ដេតព័ត៌មានអីផ្សេងៗទេខ្ញុំអាប់ដេតប្រាប់នៅខាងក្រោម comment ខាងក្រោមប្រាប់វីដេអូតាមក្រោយទៀតអញ្ចឹងណាពុកម៉ែបងប្អូនទាំងគ្នាបាទចុះស្មាននេះប្រហែលជាពុកម៉ែបងប្អូនទាំងគ្នាគាត់ត្រឡប់មកពីរៀនមកត្រឡប់មកពីធ្វើការឬក៏ត្រឡប់មកពីលក់ដូរស៊ីអីផ្សេងហើយអញ្ចឹងក៏ដល់ម៉ោងគាត់ញ៉ាំស្រស់ស្រូបអាហារពេលល្ងាចជួបជុំជាមួយនឹងគ្រួសារឬក៏គាត់ដល់ម៉ោងគាត់សម្រាកដែរអញ្ចឹងណាតែសម្រាប់ admin នេះគឺមកពីធ្វើការហើយគឺរៀបចំខុក food ខុកចំអិនអាហារអញ្ចឹងណាបាទហើយខុក ride ដាំបាយដាំអីធ្វើម្ហូបធ្វើអីមួយ set សម្រាប់ញ៉ាំខ្លួនឯងបាទហើយបន្តមកទៀតក៏រៀបចំមុនធ្វើការ live ដែរមុននឹងខ្ញុំដាក់ background sound no copyright ដែរតែដោយសារតែខ្ញុំ take time ចំណាយពេលវេលាច្រើនទៅលើការ live again ម្ដងទៀតវិញអញ្ចឹងក៏អត់ដាក់ sound background នៅពីខាងក្រោយវីដេអូ live នឹងទៀតទេដោយសារកុំឲ្យខ្ញុំ take time ចំណាយពេលវេលាយូរចំណាយពេលវេលាច្រើននឹងការ live ឡើងវិញម្ដងទៀតអញ្ចឹងណា again and again អញ្ចឹងទៅបាទចឹងជាដំបូងសូមជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាម្ដងទៀតបាទហើយអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាទាំងអស់ដែលបានធ្វើការជួយ support ជួយគ្រប់គ្រងពីខាង admin ណាបាទគឺ admin មានលក់នៅប្រភេទ sport ក្នុងប្រភេទការកីឡាមានជាប្រភេទឈុតកីឡាកូនក្មេងក៏ដូចជាឈុតកីឡាមនុស្សធំហើយសម្រាប់ឈុតកីឡាមនុស្សធំមានជាប្រភេទ grade A ដែរអញ្ចឹងណាពុកម៉ែបងប្អូនទាំងគ្នាបាទ
cứ slow connection là thôi bông mai bông bông đặc nia chỉ xài bắt đằng thang nhưng mà trong lại bây giờ bây giờ tại wifi vi slow trên dừng lại vì access smooth đó ban tầng ngày sau ngày tết nhưng mà thôi ca cho tới cái sợi phở cái tới kẹo tới ấy là dân tới dân có pra wifi ban cô sắm đài ban hiện trà đài chẳng tới dân lại vì sợi slow connection này chẳng nó bông mai bông bông đặc nia bàn chẳng nhôm nhảy lên cho mùi nâng bốc mai bông bông đặc nia ở giờ pe plan tía lợi pe lệ can tại đào tới một ấy chẳng miền admin nhôm miền lụa đâu một pe cả chốt cái lá bà chốt cái lá địch nhôm pẹt nên là đòn khuôn nhưng chẳng cứ cùng presi đóนี่คือประเภทเกรด A ได้บกไม้บองบองดอกเนี่ยบางประเภทเกรด A แต่ประเภทเกรด A นี่คือสายวิต้นสายวิหรือว่าเฮ้ยสายวิสอาร์đó bà vậy tới viên pẹt môi đằng môi mọi những pẹt bàn chắc là năm mấy pi khai tới một năm này những pẹt A ghét A hay còn miếng những pẹt chốt ghét C còn miếng này vậy tới miếng tràn krom á bụng mày bông bông đặc liền miếng krom Espagne miếng krom mà sòng tin miếng krom Prang này dân tới krom Anh lệ krom Manchester United krom Real Madrid Barcelona ấy chẳng có nói còn miền đài và bóng mai bóng bóng đặc nia chẳng xem đẹp bóng mai bóng bóng đặc nia na để con sảnh để lời bị sai bà toát với con trong ba nơi bậc hệ chốt cái lá mình được thống bậc hệ grade A còn miếng bậc hệ grade C còn miền đài miền sai miền đồng hồng miền sai S sai âm sai sai XR TXR bay XR rồi tới miền cột tùm hông cột sái cột mốt cột crom tai mà đòn bà hai ván cứ bộ theo sân chìa bông mau bông đọt nè ở đằng thà môn miền môn cả ban na class thế complete chất chọn group telegram commentในข้างกลางวิดีโอนึงมวยม้ยิ่งนึงตะแหละลิงก์chất chọn group telegram นำไปโชว์ตะเมอในประเภทกากีฬาประเภทชดกีฬาได้พวกมาบางคนดอกเนียบานเมื่อเคยในขนมกรุบเทเลกรานั้นแต่มีนประเภทชดกีฬามีนเพเกรดซีนั้นมีจานกรมจานโมจานสไตล์จานต่ำหอมประเภทเกรดเอนั้นก็มีจานโมจานกรมจานต่ำหอมจานปอไอ้ด้วยเคลียร์ปงมาบนดอกเคลียร์สลายกรมนะสลายโมนะสลายปอไอ้สลายต่ำหอมไอ้ชาโชเพกอะไร SN ออนไลน์ช็อปเพกบอกยังต่อไอ้บอกชาตามมีเซ็นเชอร์account Facebook personal របស់ខ្ញុំផ្ទាល់ក៏បានដែរឬក៏មួយទៀតតាក់ទងតាមរយៈលេខ Telegram លេខដែលខ្ញុំផ្ទាល់098 956446 098 9564និង46បាទពុកម៉ែបងប្អូនទាំងគ្នាអាចធ្វើការទៅ check មើលប្រភេទក្រុមប្រភេទអាវក្រុមកីឡាបាននៅក្នុង group Telegram របស់ខ្ញុំណាពុកម៉ែបងប្អូនទាំងគ្នាបាទមានជាឈុតកីឡា grade A មនុស្សថោកsorry មានអាវប្រភេទកីឡាប្រភេទ grade A អាវប្រភេទ player version ដូចជាអាវប្រភេទ retro version ណាបងប្អូនទាំងគ្នាបាទហើយក៏ដូចជាមានឈុតកីឡា grade C ដែរមានឈុតដៃវែងឈុតដៃខ្លីសម្រាប់មនុស្សធំក៏មានសម្រាប់កូនក្មេងក៏មានដែរកូនក្មេងពាក់ចាប់ពីអាយុ8ឆ្នាំទៅដល់11 12ឆ្នាំអីហើយគីឡូចាប់ពី7 8ជាស្រេចគីឡូចាប់ពីខ្ទង់10គីឡូស្ដើងរហូតដល់30គីឡូពុកម៉ែបងប្អូនអរគ្នាហើយទំហំអាវឈុតកីឡា grade C កូនក្មេងនឹងមានទំហំលេខមានលេខ14 16 18 20 22 24 26 30 កុដនិយាយទៅមានដោយក្រុមដោយក្រុមដែរអញ្ចឹងណាបើសិនជាឈុតកីឡាកូនក្មេង grade C នឹងមានឧទាហរណ៍ក្រុមBarcelona ឬក៏ក្រុម Espagne ឬក៏ក្រុម Assaulting អញ្ចឹងវាមានច្រើនលេខដែរបាទវាមានលេខកូនទំហំអាវកូនក្មេងនោះវាមានលេខ14 16 18 20 24 26 30 កុដអីចឹងណាពុកម៉ែបងប្អូនទាំងគ្នាតាមគីឡូតាមអាយុរបស់គាត់ទេបាទពុកម៉ែបងប្អូនទាំងគ្នាបាទប៉ុន្តែសម្រាប់ឈុតកីឡាមនុស្សធំប្រភេទ grade C នឹងដែរ
cứ miền bị chi một hệ chốt cái là grade A grade C nó miền chỉ chốt đài với hay nâng chốt đài clay vậy vậy chỉ tẹt tẹt một bà hay miền sai miền tổng hôm sai S sai âm sai 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 PXL hay nâng cậu đôi chuyện bay sai dân tẹt bàn chặt pi kilo sam đáng và sai âm tẹt chặt pi kilo sai từ há hay sai ở chặt pi ha từ hốc hay sai ở chặt pi hốc từ chất sai ở pi chất từ bạc hay sầm nhạt bay ở pi bát từ cào rồi cào là từ tuổi em nên bà bọn mày mong bọn tập này bà chấm complex chui check follow page bọn nhung nè mũi LASN online shop nắng đam mê khơi nơi nhung pop nơi là Facebook page bọn nhung nhìn được chị page kia là một na trong na rồi có like thay một thay cho stock chẳng á bà bọn mày mong tập này ai thôi cả pre-order rồi có thôi cả cọ môn bán á dân chỉ chập ở đó rồi có sửa lại bên chất trong thôi cả có màu để tôi nâng một page lái cứ một page grade A player version nhưng lụa ta đọc đợt là để hay free delivery một page làm khách cống xong rồi A retro version nhưng lụa một page grade A nâng đá cứ đọc pi đợt là free delivery một page làm khách cống được thì tới A một page grade A player version hay nâng A grade A cái là grade A một page retro version nó cứ viết sạch lấy mối sạch sạch là ó con một hiệp sạch cả nạp viết tốn sưu bẹt đôi khi còn là việc kho kia tịch tôi là mỗi retro version là mỗi player version bài mỗi retro version nó viết bài modern bài tùm nợp chỉ là player version player version nó viết sơ modern viết sơ tùm nợp đôi retro version này thấy ca design ca này mode ấy có về kho kia class đại việt đôi kia tầng ở tây cộng bài mong bốn tập kia bà lớn ấy nhưng mình prap trở lại để tôi nâng một page grade E nó nhưng prap rồi hẹp ở hai page grade E player version đọc là pi món đọc pi là nhưng cho nó sợ đọc là một page retro version cả món đọc hem là cho sợ đọc pi là thấy free delivery pi là một page làm khách công để cũng mang một bọn đọc này tên mà chốt một free delivery pi là để tên pi chốt một free chia sẻ cho lòng pi chốt pi A của free delivery mùi A của free delivery đài nó xong trẻ chân anh rồi cái là cái thế miền ta bị thông cái con kia miền tây trong này A và pet cái C cứ chốt cái lá miền tây mình đang mình được thốn hay nên đang còn mấy còn miền đôi kia bà chẳng bọn bạn bọn đặt này ai inbox cứ có cha cho pay bao nhiêu bán ấy bà sân chia trong đăng một page chrome rồi có một page tầm hôm ấy nâng bàn ai cha cho page bán ấy bọn bạn đặt này bạn hơi ở lời ní nhưng chọc điệp rõ phép miền cho player version nó miền cho stock thay một thay like thay hay chrome có thay đa series năm pi pom thay vào mỗi cầm là ao page grade A player version hay nâng ao grade A một page retro version nâng bà hay cứ miền tràn mốt tràn chrome tràn tầm hôm men tên của mà mong muốn đặt này bà chẳng bờ sân chạy của mà mong muốn đặt này na chặt ở đó mà ai thôi cả inbox rồi có chat cho page bán rồi có tẹt tôn nhôm tam telegram xong cam với cái pram học 4 sai sập làm mùi son cái sập làm bấy cái sập ram nâng học 4 sai sập làm mùi bà ở đó nên nhâm chop tẹt tôn từ nâng promote nơi một page cái là cái E cái C ấy đang chụp cái C đang chụp còn mấy hay đang chụp mình thông mà cái E mình ta mình thông mình còn mấy ta lấy những cho nơi một page second bà second cứ second miền một page brand Sara với chữ thao second một page brand Sara để cái này miền logo sạch ó bà cứ bọn mai bong bồn đặtนี้จะล้อมจมวยนงประเภทสาระหรือก็ข้าวสาระได้เกลุ่นในติสาคือสักขนาดขอขณีวิมีเหล็กม้วนเหล็กปีเหล็กใบจังนั้นพวกมาบางบนดักเนียบาใ
hay miền sầm hẹp nhom lụa nơiประเภทgrade B បាទ grade B សាច់កណ្ដាលវាស្អាតសាច់ទន់សាច់អល្អសាច់ត្រជាក់ស្រួលពាក់ហើយមានច្រើនពណ៌មានឧទាហរណ៍ពណ៌សពណ៌ខ្មៅពណ៌ប្រផេះពណ៌បេមីពណ៌ខៀវពណ៌ទឹកប៊ិចពណ៌ក្រហមពណ៌លឿងពណ៌កាឈុកអីចឹងទៅហ្នឹងក៏សម្រាប់អាវបាទហើយមាន size S size M size L size XL 2XL 3XL ដូចគ្នាហើយតម្លៃអាវមួយ$7,28,000សម្រាប់ខោប្រភេទ brand សាច់កណាត់វាស្អាតសាច់កណាត់ទន់លាស់ស្រួលពាក់ទៅដូចកាត់ដូចខោកាត់ចឹងបាទប្រភេទ grade B ដូចគ្នាសាច់កណាត់និងសាច់អាវគឺប្រភេទ grade B ដូចគ្នាសាច់លាស់សាច់ទន់សាច់ត្រជាក់ស្រួលពាក់ហើយពាក់ទៅបែបថ្លៃថ្នូរបែបសុភាពរក្សាសម្រាប់បងបរោះក៏ដូចជាសុភាពបរោះដែលគាត់ចង់បាននៅប្រភេទអាវសាច់កណាត់ឬក៏ខោសាច់កណាត់ដែលយើងអត់មានចង្ពេលវេលាគ្រប់គ្រាន់ក្នុងការទៅទិញនៅតាមផ្សារអញ្ចឹងអាចធ្វើការទិញតាមអនឡាញពីខ្ញុំបានខ្ញុំមាននៅក្នុង stock ហើយមានច្រើនពណ៌សម្រាប់ពណ៌ខោមានពណ៌ខ្មៅពណ៌ប្រផេះពណ៌ទឹកប៊ិចពណ៌កាហ្វេពណ៌ទឹកដោះគោពណ៌អីនឹងបាទខោដូចជាមានពណ៌តិចជាងពណ៌អាវបាទអាវមានច្រើនពណ៌មាន20ពណ៌ជាងខោមានពណ៌តិចតួចអត់សូវច្រើនដូចអាវបាទហើយចង្កេះខោមានចាប់ពីទំហំ28ដល់38ពុកម៉ែបងប្អូនទាំងគ្នាបាទគឺ28 29 30 31 32 33 34 35 36 37 38សម្រាប់អាវសាច់កណាត់សាយ S ពាក់ពីគីឡូ30ទៅ40សាយ M គីឡូ40ទៅ50សាយ L 50ទៅ60សាយ XL 60ទៅ70ឬក៏70តិចតួចហ្នឹង 2XL 70ទៅ8 3XL 8ទៅ9សម្រាប់ខោឆ្កែលេខ28 20គីឡូស្ដើងទៅ30គីឡូស្ដើងហ្នឹងសម្រាប់សាក់29 30គីឡូទៅ30ជាងសម្រាប់មក30គីឡូទៅ40គីឡូស្ដើងសម្រាប់31ពាក់បានគីឡូពី40ទៅ50 32ពី50ទៅ60បាទចឹងវាដេញគ្នាចឹងណាពុកម៉ែបងប្អូនទាំងគ្នាបាទចឹងអាវប្រភេទសាច់កណាត់ខ្ញុំរៀបរាប់ប្រាប់ប៉ុណ្្នឹងឯងបើសិនជាពុកម៉ែបងប្អូនទាំងគ្នាឬក៏បងបរោះឬក៏សុភាពបរោះគាត់នៅតាមដាខេត្តឬក៏នៅទីក្រុងភ្នំពេញអីអាចចូលទៅ join group Telegram នឹងបានខ្ញុំអត់មានហាងតខ្លួនទេពុកម៉ែបងប្អូនទាំងគ្នាខ្ញុំលក់តាមអនឡាញណាបាទសូមបញ្ជាក់បាទវ៉ាន់តតែពុកម៉ែបងប្អូនទាំងគ្នាណាដែលគាត់ចាប់អារម្មណ៍ឬក៏គាត់ interest ធ្វើការឆាតជាមួយខ្ញុំត្រូវតម្លៃត្រូវម៉ូតត្រូវទំហំត្រូវពណ៌ត្រូវអីហើយអាចប្រាប់ពីពណ៌អាវចង្កេះខោឬក៏ទំហំអាវទំហំខោហ្នឹងឬក៏ពណ៌អាវពណ៌ខោហើយទីតាំងបងប្អូននៅណាហើយលេខទូរស័ព្ទបងប្អូននៅណាហើយអាចធ្វើការតម្លាក់លេខបុកទីតាំងនៅចូលតាម Facebook page LASN Online Shop ក៏បានឬក៏តាម Telegram របស់ខ្ញុំផ្ទាល់លេខ0989564046បានណាពុកម៉ែបងប្អូនទាំងគ្នាបាទនៅពេលដែលបងពុកម៉ែបងប្អូនទាំងគ្នាដែលណាដែលគាត់ចាប់អារម្មណ៍គាត់តតមកធ្វើការ pre order ឬក៏ធ្វើការកម្មង់អាច inbox បាន24ម៉ោងខ្ញុំ free time ខ្ញុំមានពេលវេលាគ្រប់គ្រាន់ខ្ញុំនឹងឆាតតំណងរៀបរាប់ប្រាប់ទៅបងប្អូនវិញអត់អាយពុកម៉ែបងប្អូនទាំងគ្នារងចាំយូរទេបាទពុកម៉ែបងប្អូនទាំងគ្នាបាទបញ្ជាក់ជូនអវ៉ាន់មាននៅក្នុង stock តតែបងពុកម៉ែបងប្អូនទាំងគ្នាធ្វើការកម្មង់បានខ្ញុំកម្មង់ពី stock យកឲ្យបងប្អូនដូចគ្នាដែរអញ្ចឹងណាដោយសារតែខ្ញុំអត់មានហាងតខ្លួនហើយក៏អត់ទាន់ហ៊ានកាត់ stock ច្រើនយកមកលក់ឲ្យពុកម៉ែបងប្អូនទាំងគ្នាដោយសារទីមួយខ្ញុំអត់ទាន់មានដើមទុនច្រើនទីពីរខ្ញុំអត់ហ៊ានកាត់ stock ច្រើនពួកឯងយើងខ្លាចមានផលវិបាកអីផ្សេងតើតើនឹងជីវភាពឬក៏យើងអត់ទាន់មានដើមទុនច្រើនដើម្បីធ្វើការហ៊ានកាត់ stock ច្រើនអញ្ចឹងណាពុកម៉ែបងប្អូនទាំងគ្នាបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងគ្នាឬក៏បងបរោះឬក៏សុភាពបរោះណាដែលគាត់ចាប់អារម្មណ៍ប្រភេទអាវសាច់កណាត់ឬក៏ខោសាច់កណាត់ដែរបែបថ្លៃថ្នូរបែបពាក់ទៅរំទុំសុភាពរៀបសារអាចពាក់ចូលរួមកម្មវិធីអាពាហ៍ពិពាហ៍ឬក៏កម្មវិធីរៀបមង្គលការឬក៏កម្មវិធីខួបកំណើតឡើងផ្ទះឡើងគេហដ្ឋានឬក៏ជប់លៀងកន្លែងធ្វើការឬក៏ចូលទៅកម្មវិធីបុណ្យទាវថាចូលនឹងខ្មែរប្រជុំបិណ្ឌអីចឹងណាបាទគឺមានឈុតបែបសុភាពបរោះបែបបងបរោះសុភាពបរោះពាក់ទៅសមសួនមែនទែនបាទ
មួយទៀតខ្ញុំមិនអត់មានកាលក់ឲ្យបងប្អូននេះគឺមានប៉ុន្តែនៅក្នុង stock ជាក់ជូនពុកម៉ែបងប្អូនទាំងគ្នាបានដឹងដោយសារខ្ញុំត្រូវយកពីអ្នកដែលខ្ញុំ corporate ជាមួយសហការមួយគាត់ធ្វើការកំង pre-order តពីគាត់ដែរអញ្ចឹងណាពុកម៉ែបងប្អូនទាំងគ្នាហើយក៏អត់ចំណេញច្រើនណាស់ចំណេញកាក់សែនទេពុកម៉ែបងប្អូនទាំងអស់គ្នាយល់ហើយអ្នកដែលគាត់លក់កាអីគឺចំណេញកាក់សែនទេពុកម៉ែបងប្អូនទាំងគ្នាបាទហើយនៅពេលដែលខ្ញុំមានដើមទុនគ្រប់គ្រាន់ហើយខ្ញុំកាត់ស្តុកយកមកដាក់កន្លែងផ្ទះបន្ទប់ជួលខ្ញុំហើយខ្ញុំនឹង live បង្ហាញឲ្យពុកម៉ែបងប្អូនទាំងគ្នាថាខ្ញុំកាត់ស្តុកបានហើយខ្ញុំមានអវ៉ាន់ចេញឲ្យបងប្អូនរាល់ថ្ងៃធ្វើការថ្ងៃហ្នឹងបានយ៉ាងហ្នឹងហ្មងអាហ្នឹងខ្ញុំប្រាប់ត្រង់និយាយទៅយើងអ្នករស់ស៊ីយើងត្រូវរក្សាភាពស្មោះត្រង់មិនថាយើងធ្វើការឬក៏រស់ស៊ីលក់ដូរអ្វីក៏ដោយយើងត្រូវការរក្សាភាពស្មោះត្រង់ទី1ទី2ទំនួលខុសត្រូវទី3ទំនុកចិត្តទី4គុណធម៌ទី5គោរពអតិថិជនបាទទូគាត់ទិញឬក៏មិនទិញក៏ដោយយើងត្រូវតែប្រស្រ័យតំណែងតំណងគាត់ជាធម្មតាដែរបាទយើងក៏មានអារម្មណ៍អន់ចិត្តឬក៏ខឹងពួកគាត់អីចឹងណាម្ដងទិញម្ដងអត់ទិញអីនេះគឺជារឿងច្បាប់ធម្មជាតិនៅលើពិភពលោកហើយតែតកតងការវិស័យក្នុងការ sell លក់អនឡាញខ្ញុំពេលខ្លះភ្ញៀវគាត់កំងនោះតើគាត់កំងថ្ងៃហ្នឹងទៅស្អែកឡើងគាត់ដូរចិត្តអត់យកវិញក៏មានដែរឧទាហរណ៍ស្អែកឧទាហរណ៍ថ្ងៃហ្នឹងគាត់អត់ទាន់ទិញទេអញ្ចឹងស្អែកគាត់អាចដូរចិត្តទិញវិញក៏ថាបានដែរអញ្ចឹងយើងមើលឃើញហ្នឹងពុកម៉ែបងប្អូនទាំងគ្នាបាទអញ្ចឹងខ្ញុំចប់ហើយខ្ញុំរៀបរាប់ប្រាប់ពុកម៉ែបងប្អូនទាំងគ្នារៀបរាប់អស់ហើយ21នាទីហើយអញ្ចឹងខ្ញុំរៀបរាប់ទៅនឹងប្រភេទឈុតកីឡាអាវកីឡា grade A ឈុតកីឡា grade C កាអាវសាច់កណាត់ខោសាច់កណាត់ grade B អាវ៉ាន់តម្លៃអីខ្ញុំរៀបរាប់ប្រាប់អស់ហើយកុំភ្លេចជួយចុច like comment share ឬក៏ follow live page របស់ខ្ញុំអ្នកមួយផង LASN online shop ហ្នឹងដែលមាន account TikTok LASN online shop ឬក៏មួយទៀតលៀបម៉ាក់លៀបហេងខ្សែគុតឬក៏ចុចfollow account TikTok ខ្ញុំម្នាក់មួយផងកុំភ្លេចឲ្យរូបបេះដូងឬ comment share វីដេអូម្នាក់មួយដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ admin ណាពុកម៉ែបងប្អូនទាំងគ្នានឹងនិយាយទៅ admin មិនលក់តែកាអាទេ admin ក៏មានចែករំលែកនៅចំណេះដឹងមេរៀនបទពិសោធន៍ជីវិតអីផ្សេងឬក៏ជាចំណេះដឹងទាក់ទងនឹង technology បច្ចេកវិទ្យាអីថ្មីដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអត់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាឬក៏អតិថិជនខាតនៅពេលដែលចូលមក follow ឬក៏ like ឬក៏ comment ឬក៏ share របស់ account social media ទាំងអស់ឬក៏ platform ទាំងអស់របស់ខ្ញុំឯងនិយាយទៅខ្ញុំនឹងចែករំលែកចំណេះដឹងថ្មីក៏ដូចជាចំណេះដឹងដែលខ្ញុំបានរៀនអ្វីដែលខ្ញុំបានដឹងអ្វីដែលខ្ញុំបានឃើញអ្វីដែលខ្ញុំបានអានបាទខ្ញុំចែករំលែកទាំងអស់តែម្ដងបាទដោយ free ឲ្យអត់យកលុយពីពុកម៉ែបងប្អូនទាំងអស់សូម្បីតែមួយកៈមួយសេនណាបាទអានេះនិយាយដោយភាពស្មោះត្រង់ដោយភាពទុកចិត្តតែម្ដងបាទដោយទំនួលខុសត្រូវក៏ដូចជាដោយគុណធម៌ក៏ដូចជាសុជីវធម៌គ្រប់ពុកម៉ែបងប្អូនអតិថិជនមិនថាក្មេងមិនថាចាស់ទេគឺស្វាគមន៍ពុកម៉ែបងប្អូនអតិថិជនទាំងអស់25ខែត្រង់ចេញមកចុច like comment ឬក៏ follow page របស់ admin អ្នកមួយផងណាបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងទៅចុងក្រោយមានតែម្រាមដៃ10អរគុណដល់ពុកម៉ែបងប្អូនទាំងគ្នាដែលបានទស្សនានៅការ live របស់ admin នៅថ្ងៃទី3នេះផងដែរអូ admin ភ្លេចប្រាប់ឈ្មោះខ្ញុំឈ្មោះផ្ទាល់ឈ្មោះ original sim មកឈ្មោះ Mac Lip Heng បាទអាចហៅប្រូហេងក៏បានដែរហៅប៉ែហេងក៏បានហៅប្រូហេងក៏បានដែរអូតាំងចំបោះអូយឌៀនពុកម៉ែបងប្អូនខ្ញុំតាំងចំបោះឡាយដែរតាំងចំបោះដែរសេចទឹកបដានេះស្អកចំស្អកក៏ឡាយចិត្តកន្លះម៉ោងដែរពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងមុននឹងធ្វើការបិទឡាយខ្ញុំឡាយថ្ងៃទី3នេះគឺខ្ញុំនឹងចែករំលែកនូវចំណេះដឹងថ្មីមួយដល់ពុកម៉ែបងប្អូនទាំងគ្នាក៏ដូចជាអតិថិជនទាំងអស់ដែលបានចំណាយពេលវេលាស្ដាប់ទស្សនានៅការ live របស់ខ្ញុំអស់រយៈពេល30នាទីកន្លះម៉ោងនេះបើខ្ញុំដាក់នាទីវាលឿនគុណនឹង x គុណនឹង2អញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាចំណាយពេលខ្ញុំស្ដាប់អស់15នាទីអញ្ចឹងខ្ញុំអត់ខ្ញុំមានអ្វីសងដល់ពុកម៉ែបងប្អូនទាំងគ្នាវិញគឺខ្ញុំនឹងចែករំលែកចំណេះដឹងថ្មីមួយទាក់ទងទៅនឹង digital marketing បាទដែលមុខវិជ្ជា digital marketing នេះគឺជាមុខវិជ្ជាមួយ
ដែលមានសារៈសំខាន់ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាខ្លាំងមែនទែនជាពិសេសសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាណាដែលគាត់ប្រឡូកនៅក្នុងវិស័យលក់ដូររស់ស៊ីតាមអនឡាញមិនថាលក់តាម Facebook Page លក់តាម TikTok ឬក៏លក់តាមFacebook លក់តាមនិយាយទៅឲ្យទៅលើ platform social media ឬក៏មានហាងមានផ្ទះលក់អីផ្ទាល់ក៏ដោយឲ្យតែតាក់ទងទៅនឹង platform social media ហ្នឹងគឺជាប្រភេទ digital marketing ហើយអញ្ចឹងខ្ញុំចូលតែម្ដងចូលនិយាយរៀបរាប់នៅមុខមេរៀននឹងតែម្ដងណាពុកម៉ែបងប្អូនទាំងគ្នាបាននិយាយទៅបើយើងនិយាយស្រួលស្ដាប់ទៅ digital marketing ហ្នឹងគឺជាទីផ្សារប្រភេទ digital នៅលើ platform បច្ចេកវិទ្យាបានន័យថាមិនថាយើងធ្វើការមិនថាយើងលក់ដូរមិនថាយើងរកស៊ីខាងក្រៅអីក៏ដោយយើងតែងតែមានគោលបំណងមានគំនិតមួយចង់ប្រម៉ូទលក់ផលិតផលឬក៏លក់អ្វីផ្សេងដែលជាមុខរបរលក់ដូររកស៊ីរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងតាម social media តាមប្រព័ន្ធអនឡាញដូចជាតាម Facebook account Facebook របស់ពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងឬក៏មួយទៀតតាម Facebook Page បាទតាម Facebook Page ឬក៏មួយទៀតលក់តាមaccount TikTok បាទឬក៏មួយទៀតតាម YouTube Channel តាម group Telegram អីផ្សេងដែលពុកម៉ែបងប្អូនទាំងគ្នាផ្សេងដែលគាត់ចេះជាខ្ញុំហ្នឹងក៏គាត់ដឹងដែរតែសម្រាប់ពុកម៉ែបងប្អូនទាំងគ្នាណាដែលគាត់អត់ទាន់ដឹងទេក៏ខ្ញុំចែករំលែកទទួលយកអ្វីដែលខ្ញុំប្រាប់ទៅពុកម៉ែបងប្អូនគ្នាគិតថាល្អអាចទទួលយកបានក៏ទទួលយកទៅខ្ញុំចែករំលែក free អត់អស់លុយទេបាទហើយមួយទៀតបើសិនជាខ្ញុំចែករំលែកទៅខុសឆ្គងឬក៏អត់ត្រឹមត្រូវត្រង់ចំណុចមួយនេះឬក៏ត្រង់ចំណុចមួយនោះពុកម៉ែបងប្អូនទាំងគ្នាអាច comment នៅខាងក្រោម live វីដេអូឬក៏ comment ខាងក្រោមវីដេអូមួយហ្នឹងដើម្បីរិះគន់នឹងនៃស្ថាបនាហើយនឹងខ្ញុំជានឹងកែប្រែអភិវឌ្ឍយកគំនិតពុកម៉ែបងប្អូនទាំងគ្នាមកកែប្រែដូចគ្នានិយាយទៅខ្ញុំរៀនពីពុកម៉ែបងប្អូនពុកម៉ែបងប្អូនទាំងគ្នាក៏អាចទទួលគំនិតឬក៏ចំណេះដឹងពីខ្ញុំវិញបានដូចគ្នាដែរបាទនិយាយទៅយើងរៀនទៅវិញទៅមកយើងប្រស្រ័យទំនាក់ទំនងបង្កើតជាសហគមន៍ community មួយដើម្បីធ្វើការទំនាក់ទំនងទូទាំង worldwide ទូទាំងសកលលោកតែម្ដងណាពុកម៉ែបងប្អូនទាំងគ្នាបាទអញ្ចឹងបានន័យថានិយមន័យនៃ digital marketing នេះគឺជាជំនាញមួយដែលយើងប្រើប្រាស់បច្ចេកវិទ្យា digital នៅលើអ៊ីនធឺណិតដើម្បីផ្សព្វផ្សាយលក់ផលិតផលក៏ដូចជាសេវាកម្មឬក៏ mark brand ឲ្យទៅកាន់អតិថិជនគោលដៅរបស់យើងហើយជំនាញសំខាន់នៅក្នុង digital marketing ហ្នឹងមានដូចជា social media marketing ឬក៏យើងគ្រប់គ្រងនៅលើ account Facebook របស់យើងក៏ដូចជា account Instagram ឬក៏យើងហៅកាត់ថា IG ឬក៏មួយទៀត account TikTok ដែលកំពុងតែល្បីខ្លាំងមែនទែនដូចជាមួយនឹង account Facebook ដែលយើងលេងរាល់ថ្ងៃដែរហើយដូចជាមួយទៀតគឺ LinkedIn ជាដើមចឹងសរុបមកវិញ digital marketing នេះគឺជាជំនាញមួយដែលយើងប្រើប្រាស់បច្ចេកវិទ្យា digital បាទនឹងអ៊ីនធឺណិតដើម្បីផ្សព្វផ្សាយផលិតផលក៏ដូចជាសេវាកម្មឬក៏ mark brand របស់យើងហ្នឹងទៅកាន់អតិថិជនគោលដៅរបស់យើងនៅលើ platform social media នឹងមានដូចជា Facebook account Facebook យើង account Facebook Page account TikTok Instagram ក៏ដូចជា LinkedIn ឬក៏ website ឬក៏ Telegram ឬក៏ group Telegram channel Telegram ឬក៏ YouTube channel អីផ្សេងដែលយើងហ្នឹងហើយគឺជាការផ្សព្វផ្សាយប្រម៉ូទលក់នៅផលិតផលរបស់យើងទៅកាន់អតិថិជនគោលដៅរបស់យើងទៅលើ platform ទៅលើ social media ទាំងអស់ហ្នឹងបាទពុកម៉ែបងប្អូនទាំងគ្នាបាទតោះឥឡូវខ្ញុំចូលតទៀតតើយើងធ្វើមិនដើម្បីឲ្យ digital marketing យើងដំណើរការបានល្អនិយាយទៅទាំងខ្ញុំទាំងពុកម៉ែបងប្អូនទាំងគ្នាខ្ញុំក៏មិនទាន់ចេះដឹងជ្រៅជ្រែកដែរគ្រាន់តែជាការចែករំលែកចំណេះដឹង share នៅលើទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាក៏ដូចជារៀនអភិវឌ្ឍខ្លួនឯងបន្ថែមតទៅនឹង digital marketing ហ្នឹងទេហើយខ្ញុំក៏រៀនសូត្រស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិតដូចគ្នាបច្ចុប្បន្នខ្ញុំនៅតែបន្តធ្វើការ research ស្រាវជ្រាវរៀនដូចគ្នាផងដែរហើយអ្វីដែលខ្ញុំបានស្រាវជ្រាវអ្វីដែលខ្ញុំបានរៀនអ្វីដែលខ្ញុំបានដឹងខ្ញុំនឹងចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុង live វីដេអូនៅក្នុង Facebook page LASN online shop របស់ខ្ញុំដូចគ្នាដើម្បី
ចែករំលែកចំណេះដឹងដល់ទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាឲ្យបានដឹងដូចគ្នាដែរក៏ដូចជាខ្ញុំផ្សព្វផ្សាយលក់នៅ branding ផលិតផលរបស់ខ្ញុំទៅកាន់អតិថិជនគោលដៅរបស់ខ្ញុំដូចគ្នាតាម platform social media របស់ខ្ញុំដូចគ្នាមានរបស់ខ្ញុំមានដូចជា account Facebook page account TikTok account Instagram ឬក៏យើងហៅពាក្យខ្លីថា IG ហ្នឹងឬក៏តាម group Telegram ក៏ដូចជាតាម YouTube channel ផ្សេងៗរបស់ខ្ញុំអញ្ចឹងណាពុកម៉ែបងប្អូនទាំងគ្នាបាទអញ្ចឹងខ្ញុំនៅសល់មួយចំណុចទៀតមុននឹងបញ្ចប់ការ live ដើម្បីយើងអាចធ្វើ content តាក់ទង marketing នឹងបានដែលយើងបកប្រែជាខ្មែរងាយយល់ងាយស្ដាប់ងាយស្រួលយល់ទៅបានន័យថាយើងទៅសេមាតិកាទីផ្សារបានន័យថាឥឡូវហ្នឹងក៏យើងទៅសេអត្ថបទមួយតាក់ទងទៅនឹងអត្ថបទហ្នឹងគឺជាអត្ថបទឧទាហរណ៍អត្ថបទអប់រំចំណេះដឹងឬក៏អត្ថបទអប់រំផ្សេងដល់អុយឌៀនអ្នកទស្សនាដែលយើងទៅសេជាអត្ថបទល្អផុសនៅលើplatform marketing social media របស់គាត់ហ្នឹងឲ្យល្អពីឲ្យល្អទៅអញ្ចឹងទាំងខ្ញុំទាំងគេនៅពេលដែលឃើញអត្ថបទនឹងល្អខ្ញុំចូលទៅអានហើយមិនថាគាត់ផុសនៅលើ Facebook ឬក៏ Facebook page ឬក៏ TikTok ឬក៏ YouTube channel ឬក៏ group Telegram អីក៏ដោយដែរអញ្ចឹងយើងអានយើងចាប់អារម្មណ៍ហើយយើង interest អញ្ចឹងយើងស្គាល់នេះហើយយើងស្គាល់ឈ្មោះFacebook page គាត់ដែរយើងស្គាល់ account TikTok គាត់ដែរយើងស្គាល់ group channel Telegram គាត់ដែរដោយសារតែគាត់ចែករំលែកអត្ថបទល្អៗអញ្ចឹងណាពុកម៉ែបងប្អូនទាំងគ្នាមួយទៀតយើងបង្កើតជារូបភាពឬក៏វីដេអូកន្លែងនេះពិតជាសំខាន់មិនថាយើងធ្វើការឬក៏មិនថាយើងលក់ដូររកស៊ីអនឡាញតូចឬមធ្យមឬក៏ធំក្តីតូចក្តីក៏ដោយក៏យើងត្រូវចេះថតរូបថតវីដេអូឲ្យស្អាតមិនស្អាត perfect 100%ក៏ដោយអាចមើលបានអាចយកបានន័យថាយើងអាចមើលរូបគុណភាពរូបភាពនឹងច្បាស់កម្រិតមធ្យមអីចឹងទៅឬក៏វីដេអូនឹងកម្រិតមធ្យមអីចឹងទៅវាមិនអត់ច្បាស់ពេកឬក៏វារូបថតនឹងវាមិនសូវច្បាស់ពេកចឹងណាអូខេចឹងយើងថតរូបតាក់ទងនឹងឬក៏ថតវីដេអូតាក់ទងឧទាហរណ៍ខ្ញុំលក់កៅអៅកីឡាចឹងខ្ញុំថតរូបកៅអៅកីឡាហើយថតវីដេអូកៅអៅកីឡាហើយតោះមកខ្ញុំ design ខ្ញុំកាត់តនៅឧទាហរណ៍កម្មវិធីកាត់តវាមានច្រើនដែរវាមានកម្មវិធី CapCut ឬក៏ជាមួយទៅយើងអាចកាត់នៅក្នុងTikTok ឬក៏ Instagram ក៏បានដែរឬក៏យើងកាត់នៅលើ Facebook page ក៏បានដែរឥឡូវហ្នឹងគឺវាមាន function ច្រើនសម្រាប់ឲ្យយើងធ្វើការ edit cut វីដេអូ cut រូបភាពអីផ្សេងបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនអ្នកគ្នាគាត់ចង់ប្រើប្រាស់កម្មវិធី free ហ្នឹងគឺមាននៅលើ platform social media ទាំងអស់ហ្នឹងគឺមានអស់ហើយបាទហើយមួយទៀតយើងត្រូវបង្កើតមាតិកាដែលមានតម្លៃសម្រាប់អុយឌៀនសម្រាប់អតិថិជនសម្រាប់អ្នកទស្សនារបស់យើងឧទាហរណ៍ខ្ញុំ live វីដេអូអញ្ចឹងខ្ញុំ live លក់កៅអៅ live លក់អីហ្នឹងប៉ុន្តែខ្ញុំត្រូវមានបច្ចេកទេសឬក៏ technical មិនដើម្បីច្បិចបញ្ចូលតទៅនឹងចំណេះដឹងអីថ្មីផ្សេងតទៅនឹងចំណេះជំនាញ skill ដែលខ្ញុំស្រឡាញ់ចូលចិត្តឧទាហរណ៍ខ្ញុំចូលចិត្តតទៅនឹង digital marketing អញ្ចឹងខ្ញុំចែកម្លែកចំណេះដឹងនឹងបន្ថែមទៀតនៅពីក្រោយការ live លក់កៅអៅកីឡាឬកៅអៅសាច់កណាត់ខោសាច់កណាត់របស់ខ្ញុំអញ្ចឹងដើម្បីឲ្យអ្នកដែលអតិថិជនឬក៏អ្នកទស្សនាដែលគាត់អត់ទិញឬក៏មិនទិញក៏ដោយគាត់បានទទួលនៅចំណេះដឹងថ្មីតទៅនឹងចំណេះជំនាញវិស័យ digital marketing នឹងដែរអញ្ចឹងណាបាទមួយទៀតគឺយើងត្រូវចេះផ្ដល់ទំនុកចិត្តក៏ដូចជាផ្ដល់ព័ត៌មានជូនទៅកាន់អតិថិជនមិនថាគាត់ជាអតិថិជនរបស់យើងក៏ដោយឬក៏មិនមែនជាអតិថិជនរបស់យើងក៏ដោយយើងត្រូវតែចេះផ្ដល់ទំនុកចិត្តក៏ដូចជាផ្ដល់ព័ត៌មានឲ្យគាត់ឲ្យមានទំនុកចិត្តមកលើយើងដែរអញ្ចឹងណាឲ្យគាត់ស្គាល់យើងឲ្យគាត់មានទំនុកចិត្តមកលើយើងឲ្យបានខ្ពស់ទៅគាត់ហ៊ានសម្រេចចិត្តធ្វើការទិញមិនថាទិញកៅអៅកីឡាឬក៏កៅអៅសាច់កណាត់ឬក៏ទិញអ
អីផ្សេងតតែគាត់មានទំនុកចិត្តឬក៏គាត់ស្គាល់យើងដែលអាចឲ្យយើងដែលអាចឲ្យយើងឲ្យគាត់នឹងទុកចិត្តយើងបានថាយើងជាអ្នកមនុស្សបែបណាអញ្ចឹងណាពុកម៉ែបងប្អូនទាំងគ្នាបាទមួយទៀតយើងត្រូវរក្សាទំនាក់ទំនងអតិថិជនមិនថាគាត់ទិញឬក៏មិនទិញក៏ដោយគាត់សួរព័ត៌មានចោលឬក៏គាត់សួរព័ត៌មានហើយគាត់មិនទាន់ទិញថ្ងៃហ្នឹងក៏ដោយឬក៏អាចថ្ងៃក្រោយគាត់នឹងទិញថ្ងៃក្រោយដែរអញ្ចឹងណាពុកម៉ែបងប្អូនទាំងគ្នាបាទហើយយើងត្រូវរក្សាទំនាក់ទំនងគាត់ទាំងទៅបើថាយើងជួបគាត់នៅក្រៅអីយើងក៏និយាយលេងជាមួយគាត់ធម្មតាតែសួរសុខទុក្ខគាត់ធម្មតាអញ្ចឹងទៅបាទយើងកុំមានអារម្មណ៍តូចចិត្តឬក៏អន់ចិត្តថាអូបុគ្គលម្នាក់ហ្នឹងលើកមុនធ្លាប់សួរព័ត៌មានខ្ញុំឆាតមកទិញអវ៉ាន់តែទៅជាអត់ទិញវិញយើងមានអារម្មណ៍ថាអន់ចិត្តអញ្ចឹងយើងខឹងអន់ចិត្តគាត់អត់និយាយមួយគាត់អីយើងធ្វើចឹងក៏អត់ត្រូវទេបាទយើងរក្សាតំណែងតំណងធម្មតាដែលយើងនៅក្រៅគ្រប់ចាស់ទុំឬក៏សកលគ្នាអញ្ចឹងយើងក៏និយាយលេងមួយគាត់មួយម៉ាត់ពីរម៉ាត់អីទៅឬក៏យើងរួចរាក់តាក់គ្រប់គាត់ទៅវិញទៅមកអញ្ចឹងណាបាទអញ្ចឹងខ្ញុំមានចំណុចមួយទៀតចុងក្រោយហ្នឹងគឺយើងប្រើឧបករណ៍ផ្សេងឬក៏វិភាគទិន្នន័យឬក៏យុទ្ធការលម្អនៃយុទ្ធសាស្ត្រវិធីសាស្ត្រអីផ្សេងដែលមានដែលយើងអាចដឹងដែលយើងស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិតតាមប្រព័ន្ធ social media អីចឹងណាពុកម៉ែបងប្អូនទាំងគ្នាបាទអញ្ចឹងយើងអាចធ្វើការវិភាគទិន្នន័យឬក៏កែលម្អយុទ្ធសាស្ត្រឬក៏វិធីសាស្ត្រអីផ្សេងតាមដែល platform ឬក៏តាម social media ដែលធ្វើការ update ពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថា Facebook ឬក៏ក្រុមហ៊ុន Meta ឬក៏ក្រុមហ៊ុន TikTok ក្រុមហ៊ុន Meta វាមាន Facebook page មាន Instagram មាន Threads K ហើយក្រុមហ៊ុន TikTok ឬក៏ក្រុមហ៊ុនអីផ្សេងដែលគាត់ធ្វើការ update នៅ platform របស់គាត់យើងក៏ត្រូវដឹងព័ត៌មានទាំងអស់ហ្នឹងដើម្បីយកមកកត់សម្គាល់ឬក៏ចំណាំវិភាគទិន្នន័យឬក៏កែលម្អអីផ្សេងយើង update ប្រាប់ទៅកាន់អ្នកទស្សនាឲ្យគាត់បានដឹងដូចគ្នាបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងតើតើចំណេះដឹង digital marketing ជាចុងក្រោយខ្ញុំមានតែម្រាមដៃ10ទេអរគុណដល់ពុកម៉ែបងប្អូនទាំងគ្នាដែលចំណាយពេលវេលាដែលបានស្ដាប់ក៏ដូចជាមើលវីដេអូរបស់ខ្ញុំនៅក្នុងការ live នៅថ្ងៃទី17 ខែ 8 ឆ្នាំ 2026 វេលាម៉ោងនឹង9:15 នាទីបាទខ្ញុំសូមបិទ live តែប៉ុណ្្នឹងកុំឲ្យយូរពេកអញ្ចឹងអរគុណច្រើនជម្រាបលាពុកម៉ែបងប្អូនទាំងគ្នាជូនពរដល់ពុកម៉ែបងប្អូនទាំងគ្នាសុខភាពល្អសំណាងល្អរស់ស៊ីទទួលទានមានបានក៏ដូចជាធ្វើដំណើរចិត្តឆ្ងាយជួបតែសេចក្តីសុខសេចក្តីចម្រើនសុខសុវត្ថិភាពធ្វើដំណើរចិត្តឆ្ងាយនឹងមានលុយកាក់ហូរចូលពីមួយថ្ងៃទៅមួយថ្ងៃមានតែភាពមានបានភាពរុងរឿងភាពរីកចម្រើនហើយក៏ជូនពរខ្លួនឯង admin ក៏ជូនពរខ្លួនឯងដូចគ្នាដែរហើយក៏ដូចជាមានសុភមង្គលក្នុងក្រុមគ្រួសារហើយមានភាពសុខដុមរមនាចាប់ពីថ្ងៃនេះខែនេះឆ្នាំនេះតរៀងទៅផងដែរអរគុណច្រើនជម្រាបលា